មហាអំណាចយោធាពិភពលោកកំពុងប្រណាំងប្រជែងគ្នាយ៉ាងខ្លាំងក្នុងការអភិវឌ្ឍយន្តហោះចម្បាំងចំនួនទី5និងទី6តែនៅក្នុងនោះមានប្រទេសមហាអំណាចតែមួយគត់ដែលឈរនៅក្រៅសង្វៀននេះនោះគឺប្រទេសកូរ៉េខាងជើងទោះបីជាមិនមានយន្តហោះចម្បាំងទំនើបដូចមហាអំណាចដទៃទៀតប៉ុន្តែប្រទេសនេះគ្មាននរណាម្នាក់ហ៊ានប៉ះពាល់ជាដាច់ខាតតើកូរ៉េខាងជើងនៅក្នុងពេលបច្ចុប្បន្ននេះមានយន្តហោះចម្បាំងអ្វីខ្លះនៅក្នុងដៃតើហេតុផលពិតប្រាកដអ្វីទៅដែលធ្វើឲ្យពួកគេមិនព្រមចំណាយលុយរាប់ពាន់លានដុល្លារដើម្បីអភិវឌ្ឍយន្តហោះចម្បាំងទំនើបដូចគេតោះទៅស្វែងយល់អំពីយុទ្ធសាស្ត្រដ៏ចាក់ដោតនេះទាំងអស់គ្នាដូចតទៅក្នុងប្រវត្តិសាស្ត្រកងទ័ពអាកាសកូរ៉េខាងជើងធ្លាប់ត្រូវបានគេចាត់ទុកថាជាទ័ពអាកាសដែលគួរឲ្យភ័យខ្លាចបំផុតមួយនៅក្នុងតំបន់ប៉ុន្តែមកដល់ពេលបច្ចុប្បន្នពួកគេហាក់ដូចជាកំពុងជាប់គាំងនៅក្នុងពេលវេលាអតីតកាលដោយស្ទើរតែគ្មានការអភិវឌ្ឍសមត្ថភាពថ្មីអ្វីឡើយជាពិសេសគឺនៅលើផ្នែកយន្តហោះចម្បាំងនេះតែម្ដងបច្ចុប្បន្នកម្លាំងស្នូលនៃទ័ពអាកាសរបស់ពួកគេភាគច្រើននៅតែជាយន្តហោះចំនួនចាស់ដែលបន្សល់ទុកពីសហភាពសូវៀតក្នុងនោះរួមមានយន្តហោះ MiG-21 ដែលផលិតតាំងពីទសវត្សរ៍ឆ្នាំ50និង60ដែលជាប្រភេទយន្តហោះមួយដែលសម្បីតែប្រទេសកម្ពុជាយើងក៏សម្រេចចិត្តដាក់ឲ្យចូលសារមន្ទីរឬឈប់ប្រើប្រាស់ជាយូរមកហើយដែរក្រៅពីនេះពួកគេនៅមានប្រើប្រាស់យន្តហោះ MiG-23 MiG-17 និង MiG-19 ដែលជាបច្ចេកវិទ្យានៅសល់តាំងពីសម័យសង្គ្រាមវៀតណាមមកម្លេះយ៉ាងណាមិញបាននិយាយអំពីយន្តហោះចម្បាំងដែលត្រូវបានគេចាត់ទុកថាទំនើបបំផុតនៅក្នុងជួរកងទ័ពអាកាសកូរ៉េខាងជើងនៅក្នុងពេលនេះពួកគេនៅមាន MiG-29 មួយចំនួនតែប៉ុណ្ណោះដែលកំពុងដាក់ពង្រាយឲ្យបំពេញប្រតិបត្តិការតាមពិតទៅប្រទេសកូរ៉េខាងជើងដឹងច្បាស់ណាស់ថាយន្តហោះចម្បាំងទាំងអស់នោះចាស់នឹងធ្លាក់គុណភាពមិនអាចយកទៅច្បាំងឈ្នះសត្រូវបានឡើយនៅក្នុងសមរភូមិអាកាសក៏ប៉ុន្តែជំនួសឲ្យការចាយវាយថវិកាដ៏មហាសាលក្នុងការអភិវឌ្ឍយន្តហោះចម្បាំងរួមទាំងចំណាយទៅលើការហ្វឹកហាត់និងជួសជុលប្រទេសកូរ៉េខាងជើងកំពុងប្រើប្រាស់យុទ្ធសាស្ត្រការពារជាតិដ៏សំខាន់3យ៉ាងមុខជំនួសដែលនៅក្នុងនោះរួមមានដូចតទៅទី1ការសម្រេចចិត្តវិនិយោគលើប្រព័ន្ធមីស៊ីលប្រទេសកូរ៉េខាងជើងបានជ្រើសរើសផ្លូវដ៏ឆ្លាតមួយដោយងាកមកពង្រឹងសមត្ថភាពការពារជាតិតាមរយៈការកសាងកម្លាំងមីស៊ីលជាចម្បងពួកគេដឹងច្បាស់ថាការអភិវឌ្ឍកងទ័ពអាកាសឲ្យទាន់សម័យត្រូវការធនធានថវិកាច្រើននិងបច្ចេកវិទ្យាខ្ពស់សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចបិទជិតដូចជាពួកគេមិនអាចសម្រេចបានឡើយដូច្នេះកូរ៉េខាងជើងបានសម្រេចចិត្តទម្លាក់ទុនលើការផលិតមីស៊ីលផ្លោងប៉ាឡេស្ទិកនិងប្រព័ន្ធរ៉ាកែតមកជំនួសវិញក្នុងយុទ្ធសាស្ត្រការពារខ្លួនរបស់ពួកគេមីស៊ីលមួយគ្រាប់មានប្រសិទ្ធភាពនិងមានភាពគួរឲ្យខ្លាចជាងយន្តហោះចម្បាំងទៅទៀតមីស៊ីលទាំងនេះមិនត្រូវការផ្លូវរត់មិនចាំបាច់ហ្វឹកហាត់អ្នកបើកបរអស់រយៈពេលជាច្រើនឆ្នាំហើយសំខាន់បំផុតគឺវាមានល្បឿនលឿននិងមានសមត្ថភាពដែលប្រព័ន្ធការពាររបស់សត្រូវពិបាកទប់ទល់ប្រសិនបើសត្រូវប្រើយន្តហោះចម្បាំងហោះមកវាយប្រហារខ្លួនកូរ៉េខាងជើងមិនចាំបាច់ប្រើយន្តហោះចម្បាំងទៅតតាំងឡើយក៏ប៉ុន្តែពួកគេនឹងបញ្ជូនមីស៊ីលទៅកំទេចគោលដៅសត្រូវភ្លាមតែម្ដងកុំភ្លេចថាមីស៊ីលរបស់កូរ៉េខាងជើងក្នុងពេលបច្ចុប្បន្ននេះអាចបាញ់បានចម្ងាយរាប់ពាន់គីឡូម៉ែត្រដែលនេះគឺជាការគំរាមកំហែងមួយដែលគ្រប់មហាអំណាចទាំងអស់ត្រូវតែគិតគូរឲ្យបានល្អិតល្អន់បំផុតមុននឹងប៉ះពាល់ប្រទេសមួយនេះទី2ទំនុកចិត្តលើប្រព័ន្ធការពារដែនអាកាសកូរ៉េខាងជើងមិនចាំបាច់ត្រូវការយន្តហោះចម្បាំងហោះទៅប្រយុទ្ធគ្នានៅលើអាកាសជាមួយសត្រូវឡើយប៉ុន្តែអ្វីដែលពួកគេត្រូវការគឺប្រព័ន្ធការពារដែនអាកាសដែលមាននៅលើដីដើម្បីបាញ់ទម្លាក់រាល់យន្តហោះចម្បាំងរបស់សត្រូវដែលហ៊ានរំលោភចូលទៅក្នុងទឹកដីរបស់ខ្លួនការវិនិយោគថវិកាលើប្រព័ន្ធការពារដែនអាកាសនេះបានផ្ដល់ផលចំណេញខាងយុទ្ធសាស្ត្រខ្ពស់ជាងការបំពាក់យន្តហោះចម្បាំងទំនើបទោះជាយ៉ាងណានេះគឺជាចំណុចដែលកម្ពុជាយើងក៏ធ្លាប់បានមើលឃើញនិងយកចិត្តទុកដាក់ផងដែរក៏ប៉ុន្តែយើងត្រូវទទួលស្គាល់ការពិតមួយថាបើធៀបទៅនឹងកូរ៉េខាងជើងសមត្ថភាពវាយបករបស់កម្ពុជានៅមានកម្រិតទាបដែលជាកត្តាតម្រូវឲ្យកម្ពុជានៅតែមានភាពចាំបាច់ខ្លាំងក្នុងការទទួលយកយន្តហោះចម្បាំងទី3ភូមិសាស្ត្រនិងយុទ្ធសាស្ត្រសង្គ្រាមកូរ៉េខាងជើងបានកសាងបន្ទាយយោធាលានដ្ឋានជាច្រើននៅក្នុងរូងភ្នំយ៉ាងជ្រៅយុទ្ធសាស្ត្រនេះធ្វើឲ្យសត្រូវមិនអាចមើលឃើញសកម្មភាពកងទ័ពពីផ្កាយរណបនិងមិនអាចបំផ្លាញទីតាំងយុទ្ធសាស្ត្របានដោយងាយក្នុងពេលប្រយុទ្ធគ្នាឡើយចំណែកយន្តហោះចម្បាំងចាស់របស់កូរ៉េខាងជើងវាគ្រាន់តែជាកម្លាំងបំរុងចុងក្រោយឬគ្រាន់តែជានុយសម្រាប់ទាក់ទាញប្រព័ន្ធរ៉ាដារបស់សត្រូវឲ្យបើកដំណើរការវាយប្រហារ
ដែលធ្វើឲ្យប្រព័ន្ធការពារដែនអាកាសរបស់ពួកគេអាចស្វែងរកឃើញគោលដៅយន្តហោះចម្បាំងរបស់សត្រូវតែប៉ុណ្ណោះកងទ័ពអាកាសកូរ៉េខាងជើងក្នុងពេលសប្តាហ៍ថ្ងៃនេះប្រៀបបានទៅនឹងសារមន្ទីរយោធាដែលមានយន្តហោះចម្បាំងចាស់ៗដាក់បង្ហាញក៏ប៉ុន្តែក៏មើលងាយឲ្យសោះការរក្សាទុកយន្តហោះចម្បាំងចាស់ៗទាំងនេះមិនមែនជាការបង្ហាញពីភាពទន់ខ្សោយនោះទេក៏ប៉ុន្តែវាគឺជាការកណនាដ៏ឆ្លាតវៃរបស់យោធាកូរ៉េខាងជើងដើម្បីសន្សំសំចៃថវិកាជាតិយកទៅវិនិយោគលើអាវុធដែលមានប្រសិទ្ធភាពការពារជាតិខ្ពស់ជាងនេះពួកគេមិនជ្រើសរើសការលេងល្បែងប្រថុយប្រឋានជាមួយសត្រូវនៅលើទីលានអាកាសឡើយក៏ប៉ុន្តែពួកគេកំពុងរង់ចាំពេលវេលាដើម្បីចុចប៊ូតុងមីស៊ីលនៅលើដីដែលជាយុទ្ធសាស្ត្រការពារជាតិដ៏គ្រោះថ្នាក់និងមានភាពភ័យខ្លាចបំផុតមួយសម្រាប់តំបន់នេះខ្លឹមសារនេះបានបង្ហាញយើងឲ្យឃើញថាសមត្ថភាពការពារជាតិមិនមែនអាស្រ័យតែនៅលើវត្តមានរបស់យន្តហោះចម្បាំងតែមួយមុខនោះទេប្រសិនបើយើងមិនអាចពឹងផ្អែកលើអំណាចអាកាសបានយើងក៏នឹងមានជម្រើសផ្សេងទៀតដូចជាការដែលមានប្រព័ន្ធមីស៊ីលដែលមានអានុភាពបំផ្លិចបំផ្លាញខ្ពស់និងអាចបាញ់ដល់គោលដៅពីចម្ងាយដោយអ្វីដែលប្រទេសកូរ៉េខាងជើងកំពុងអនុវត្តមិនត្រឹមតែប៉ុណ្ណោះកូរ៉េខាងជើងថែមទាំងមានអាវុធយុទ្ធសាស្ត្រដ៏សាហាវបំផុតនៅក្នុងដៃដែលជាកត្តាធ្វើឲ្យពិភពលោកទាំងមូលត្រូវតែប្រុងប្រយ័ត្នសម្រាប់កម្ពុជាយើងវិញប្រសិនបើមិនចង់ចំណាយថវិកាជាតិទៅលើការទិញយន្តហោះចម្បាំងដែលមានតម្លៃថ្លៃមហាសាលយើងក៏បីងាកមកវិនិយោគលើកងទ័ពដ្រូននិងប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយឲ្យបានកាន់តែច្រើនតើបងប្អូនយល់ឃើញយ៉ាងណាដែរចំពោះយុទ្ធសាស្ត្រមួយនេះសូមផ្ដល់មតិយោបល់នៅខាងក្រោមវីដេអូនេះទាំងអស់គ្នាប្រសិនបើបងប្អូនពេញចិត្តសូមកុំភ្លេចចុច like share និង subscribe ជួបគ្នានៅវីដេអូបន្ទាប់